ទឹកដែលបងប្អូនបានឃើញនេះគឺបូមចេញពីដងដែលមានជម្រៅ90ម៉ែត្រណា Yes ហើយប្រភេទ motor ហ្នឹងគឺបូមជ្រៅបាទអញ្ចឹង3សេស motor ទម្លាក់70ម៉ែត្រហើយ niveau ទឹកគឺនៅជ្រៅមែនតើ50-60ម៉ែត្រមិនទម្លាក់ទៅ motor ដល់ទឹកអញ្ចឹងមានន័យថាប្រភេទនេះគឺយើងយកទៅបូមជ្រៅបាទហើយ motor ចាស់របស់គាត់ហ្នឹងគឺភ្លើង380នេះ motor នេះណាដែលបងប្អូនបានឃើញហ្នឹងបាទអញ្ចឹងយើងបានដក motor ហ្នឹងចេញព្រោះស៊ីភ្លើងសម្បើមហើយអញ្ចឹងមកជំនួស motor យើងវិញបាទ motor យើងគឺប្រើបានទាំងភ្លើងរត់ប្រើបានទាំងភ្លើងសូឡាករណីដែលថ្ងៃគាត់ប្រើសូឡាទៅហើយយប់គាត់ចង់បូមបន្ថែមគឺគាត់បូមដោយភ្លើងរត់ទៅហើយយើងតម្លើង2ឈុតបាទឈុតនេះគឺប្រើសូឡា8ស្លឹកអញ្ចឹងនៅតំបន់នេះគឺតំបន់ទឹកជ្រៅបាទបុកជ្រៅដងជ្រៅបាទហើយឈុតនេះដែរគឺយើងតម្លើងសម្រាប់យកទឹកទៅផ្គត់ផ្គង់រោងជ្រូកបាទរោងចិញ្ចឹមជ្រូកដោយសារតែតម្រូវការទឹកច្រើនបាទអញ្ចឹងយើងរៀប2ឈុតតែម្ដងស្ថិតនៅស្រុកកំពង់សៀមបាទហើយនេះគឺឈុតមួយទៀតបាទ8ស្លឹកទៀតគឺយើងតម្លើងនៅប្រហែលជា100ម៉ែត្រពីគ្នាបាទហើយឧបសគ្គច្រើនបាទទៅដល់ក្តៅដល់ពេលចាប់ផ្ដើមធ្វើតេស្តភ្លៀងយកហ្មងភ្លៀងខ្លាំងយកហ្មងបាទអញ្ចឹងនៅរៀងឆ្ងាយពីកន្លែងលក់ដូរផងអត់មានអីទេមានតែមីបាទហ្នឹងហើយមានតែមីអញ្ចឹងទៅដើម្បីប្រអាសន្នបាទហើយយើងបញ្ចប់ការងារជូនគាត់ដោយជោគជ័យបាទទាំងពីរដងតែម្ដងហើយយើងក៏ត្រឡប់ទៅខេត្តវិញមកដល់ខេត្តគាត់ឲ្យយើងមើលគម្រោងសម្រាប់តម្លើងហាងកាហ្វេបាទអញ្ចឹងយើងក៏សិក្សាទៀត